ប្រទេសថៃកើតទុកមិនស្រណុកចិត្តទេបន្ទាប់ពីសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់បានទាញវិបត្តិព្រំដែនកម្ពុជាថៃភ្ជាប់ទៅស្ថាប័នកម្ពុជារបស់ប្រទេសថៃគឺរាជវង្សជាខ្សែស្ដេចដែលមនុស្សមួយចំនួនដាក់ការសង្ស័យជាក្បាលម៉ាស៊ីនត្រួតយោធាបញ្ជាសង្គ្រាមនៅក្នុងលិខិតចំហមួយដែលបានចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍នាថ្ងៃទី19ខែមករាឆ្នាំ2026សមាជិកព្រឹទ្ធសភាកម្ពុជាលោកញីច័ន្ទផលបានថ្លែងសម្ដៅទៅក្សត្រីសិរិនធនជាសំណើឲ្យជំរុញសន្តិភាពនិងបន្ធូរបន្ថយភាពតានតឹងនៃចំនួនដែលបង្កទុក្ខវេទនាដល់ជនស៊ីវិលនិងការខូចខាតបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជាលិខិតចំហនេះក៏បានលើកឡើងពីចំណេះដឹងរបស់ក្សត្រីសិរិនធនអំពីអរិយធម៌ខ្មែរនិងវប្បធម៌ដ៏យូរលង់របស់កម្ពុជាហើយក៏បានរំលេចការរំពឹងទៅលើឥទ្ធិពលរបស់ទ្រង់នៅក្នុងការលើកទឹកចិត្តឲ្យមានការអត់ធ្មត់និងការវិលត្រឡប់ទៅរកការដោះស្រាយដោយសន្តិវិធីលិខិតចំហនេះដែរក៏បាននិយាយអំពីច្បាប់អន្តរជាតិជាអំណះអំណាងថាព្រំដែនគួរតែត្រូវបានគោរពនិងដោះស្រាយតាមរយៈការសន្ទនាមិនមែនដោយកម្លាំងទេចាប់ពីថ្ងៃទី7ដល់ថ្ងៃទី28ខែធ្នូឆ្នាំ2025យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារកម្ពុជាបង្កការខូចខាតដល់សហគមន៍ស៊ីវិលនិងបង្កើតការគ្រប់គ្រងទៅលើតំបន់ជាច្រើនដែលជាដែនដីរបស់កម្ពុជាបើទោះបីជាលិខិតចំហនេះមិនបាននិយាយប៉ះពាល់អ្វីដល់រាជវង្សថៃតែថៃកើតទុកមិនសុខចិត្តយោងតាមកាសែតខៅសូតនិងថៃ PBS ក្រសួងការបរទេសថៃបានផ្ញើលិខិតតវ៉ាជាផ្លូវការមកកាន់ប្រទេសកម្ពុជាដោយចាត់ទុកលិខិតចំហនេះថាមិនសមរម្យនិងមិនអាចទទួលយកបានរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូមិកាត់កែវព្រមមានថាការយករឿងព្រំដែនទៅពាក់ព័ន្ធស្ថាប័នរាជវង្សថៃបង្កភាពតានតឹងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទដ្ឋានការទូតនិងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃទោះយ៉ាងណាលោកញីច័ន្ទផលបញ្ជាក់នៅក្នុងលិខិតចំហរបស់លោកយ៉ាងច្បាស់ថានោះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោកមិនពាក់ព័ន្ធទៅនឹងស្ថាប័នទេគួរបញ្ជាក់ថាលិខិតចំហគឺជាការបញ្ចេញមតិសាធារណៈដែលអាចត្រូវបានសរសេរនិងបោះពុម្ពផ្សាយដោយនរណាម្នាក់ដោយផ្អែកទៅលើទស្សនៈផ្ទាល់ខ្លួននិងគោលការណ៍នៃការបញ្ចេញមតិដោយសេរីដែលមិនតំណាងឲ្យស្ថាប័នឬជាតិនោះឡើយតើប្រទេសថៃបានយល់ពីអត្ថន័យនៃលិខិតចំហដែរឬទេខ្ញុំរស់សុធាពី News Today NTTV